đập bay o sừng kềm như bọt chợ tôi đập bạo chết កម្ពុជានៅតែជាប្រទេសមួយក្នុងចំណោមប្រទេសដែលមានគ្រាប់មីនកប់ក្នុងដីច្រើនបំផុតនៅលើពិភពលោក ចំកាប់ត្រូវអាមីនស្នូលពូតគេនឹងភឹងពុនភីតែឯងត្រូវអុយគេដល់ប្រាប់គឺថាមីនឯងអើយបើបន្ទុះមានសល់ទេទាំងម៉ែទាំងកូនទាំងអស់នឹងឯង UNDP បានធ្វើការជាមួយអាជ្ញាធរកម្ពុជាគ្រប់គ្រងសកម្មភាពកម្ចាត់មីននិងសង្គ្រោះជនពិការដោយសារមីនលើគម្រោងបោសសម្អាតដើម្បីលទ្ធផលគម្រោងផ្ដោតលើការបោសសម្អាតមីនការផ្ដល់ជំនួយដល់អ្នករស់រានមានជីវិតពីគ្រាប់មីនសំណល់ជាតិផ្ទុះពីសង្គ្រាមតាមរយៈការស្ដារលទ្ធភាពពលកម្មកាយសម្បទាដូចជាការផ្ដល់អវយវៈសិប្បនិម្មិតនិងការបណ្ដុះបណ្ដាលជំនាញព្រមទាំងការអប់រំយល់ដឹងពីគ្រោះថ្នាក់ដោយសារមីននិងសំណល់ជាតិផ្ទុះពីសង្គ្រាម ក្រៅពីដែលខ្ញុំទៅរៀនជាប់5ថ្ងៃនឹងមកបានគេជាប់លុយតែខ្ញុំយកលុយនឹងមកខ្ញុំទិញអីវ៉ាន់មកតិចមកនេះដាក់សំទៅអានឹងទុកសម្រាប់ដល់ពេលយើងអត់យើងឈឺយើងអីយើងតលយើងដោះស្រាយបានសบายចិត្តអូបានគេឲ្យមកអូចងប់អីខ្ញុំ មុនដោះមីន3តាយើងនិយាយទៅបានតែ10បាវទេអញ្ចឹងពេលលេងដោះមីនអស់ដល់តាបានន័យថាដីរបស់យើងបានបែងចែកជា2ចំណែកមានដលងអញ្ចឹងបានន័យថាចំណូលយើងចាប់ដើមមានដែលជីវភាពយើងប្រសើររាល់ថ្ងៃនេះគឺដោយសារដលង UNDP នេះចាប់ផ្ដើមជួយឲ្យខ្ញុំចេញបើកហើយនៅក្នុងការរៀនសិក្សានៅបាត់ដំបងទៅរៀនជិះម៉ូតូទៅបន្តរៀនរហូតបានជោគជ័យ